ស្រ័យរាល់បញ្ហាទាំងអស់ដោយសន្តិវិធីក្នុងស្មារតីយុត្តិធម៌ថ្ងៃនេះសម្បើមណាស់បងប្អូនសម្បើមណាស់ពីព្រោះវប្បធម៌ហិង្សាដែលយើងឃើញតាំងពីសម័យខ្មែរក្រហមសម្រាប់ប្រជារាស្ត្រអ្នកស្លូតត្រង់រាប់លានអ្នកហើយមិនដែលមានទោសបីមិនដែលមានទោសបីអ្វីទេអ្នកមានអំណាចគឺហិង្សានិងនីតិរដ្ឋភាពគឺដើរទន្ទឹមគ្នាដូច្នេះយើងនឹងបញ្ចប់ទាំងហិង្សាទាំងនីតិរដ្ឋភាពយើងបានសេរីភាពផងយុត្តិធម៌ផងសន្តិភាពផងបើយើងបំបត្តិអំពើហិង្សាឲ្យអស់ក្នុងសង្គមយើងចាប់ពីពេលនេះតទៅសូមប្រកាសថាយើងជាអ្នកស្រឡាញ់យុត្តិធម៌សន្តិភាពនេះជាពិសេសសមាជិកអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិយើងអត់មានចាត់ទុកខ្មែរណាជាសត្រូវទេយើងគណៈបក្សសង្គ្រោះជាតិយើងដល់ហើយខ្លះខ្មែរទាំងអស់ដោយបងប្អូនបង្កើតឈាមជ័រជាខ្មែរព្រលឹងជាខ្មែររស់នៅក្នុងមហាគ្រួសារខ្មែរតែមួយយុត្តិធម៌សន្តិភាព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 ដែលខ្ញុំនិយាយថាយើងដោយបងប្អូនបង្កើតមែនបងប្អូនជាខ្មែរយើងបានលើទឹកដីខ្មែរជាតិមាតុភូមិរបស់យើងគឺប្រទេសកម្ពុជាយើងមានជាតិមាតុភូមិតែមួយទេមាតុគឺមាតាគឺម្ដាយភូមិគឺប្រទេសមាតុភូមិគឺទឹកដីកម្ពុជាដែលបានផ្ដល់កំណើតឲ្យយើងទាំងអស់គ្នាដូច្នេះយើងមានម្ដាយជាតិមាតុភូមិម្ដាយយើងទាំងអស់គ្នាយើងជាកូនខ្មែរដូច្នេះយើងជាបងប្អូនបង្កើតចាប់ដៃគ្នាទៅខ្ញុំដឹងហើយពីមុនបងប្អូនសូម្បីតែបងប្អូនបង្កើតក៏ចេះឈ្លោះគ្នាតែឥឡូវយើងដឹងខ្លួនហើយល្មមឈប់ឈ្លោះគ្នាហើយបងប្អូនជាពិសេសល្មមឈប់ឈ្លោះគ្នាដោយសារមាតុភូមិរបស់យើងម្ដាយយើងឈឺធ្ងន់ណាស់បងប្អូនអើយអាណិតម្ដាយយើងទាំងអស់គ្នាលោកឈឺធ្ងន់ណាស់ម្ដាយយើងលោកកំពុងតែបាត់បង់ទឹកដីបរទេសអ្នកប្រមាថទឹកដីកំពុងតែបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិបំផ្លាញទ្រព្យសម្បត្តិវប្បធម៌គេកំពុងតែធ្វើជារនកម្មលើម្ដាយយើងប្រជារាស្ត្រខ្មែរដែលរស់លើទឹកដីមាតុភូមិអស់ដីអស់ព្រៃអស់ស្រែអស់ចម្ការអស់ផ្ទះអស់សម្បែងអស់ការងារធ្វើខ្វះប្រាក់ខែកូនខ្មែរយុវជនអត់មានអនាគតដូច្នេះយើងឈឺចាប់ណាស់បងប្អូនទឹកដីមាតុភូមិរបស់យើងនេះយើងត្រូវតែស្ដារជួយសង្គ្រោះជីវិតម្ដាយយើងទាំងអស់គ្នាយើងជាកូនខ្មែរឈប់ឈ្លោះគ្នាទៅចាប់ដៃគ្នាវិញដើម្បីសង្គ្រោះជីវិតម្ដាយយើងសង្គ្រោះជាតិមាតុភូមិរបស់យើងទាំងអស់គ្នាហើយបើយើងរួមគ្នាជាក្លុកមួយកាន់តែធំកាន់តែឆាប់ម្ដាយយើងនឹងបានរស់ហើយសូមអរគុណបងប្អូនទាំងអស់ហើយសូម